នៅទីនេះបងប្អូនបើយើងចង់ញ៉ាំអីតតែធ្វើខ្លួនឯងអត់មានកន្លែងដែលយើងត្រូវទៅទិញញ៉ាំដូចយើងនៅស្រុកខ្មែរឬក៏នៅគេនៅចិត្តផ្សារដែលមានខ្មែរយើងនេះណាបងប្អូនចាហើយថ្ងៃនេះដែរខ្ញុំចង់ញ៉ាំលតឆាហើយខ្ញុំក៏មកធ្វើលតខ្លួនឯងហើយមុនដំបូងហ្នឹងខ្ញុំមានម្សៅខ្សាយបងប្អូនប្រើមកអីក៏បានដែរខ្ញុំមានមួយកញ្ចប់ចាហើយបន្ទាប់មកខ្ញុំមានម្សៅឆាហ្នឹងខ្ញុំដាក់ម្សៅឆា1ខាប់កន្លះចាបងប្អូនដាក់តាមខាប់កន្លះឬក៏2ខាប់បើបងប្អូនចង់ដូចថាស្អិតខ្លាំងបងប្អូនដាក់2ខាប់បានចាខ្ញុំដាក់1ខាប់កន្លះហើយខ្ញុំមានអំបិលបន្តិចដែរយើងកូរម្សៅហ្នឹងឲ្យចូលគ្នាក្នុងល្បាយតែមួយហើយយើងយកទឹកក្តៅដែលដាំពុះបងប្អូនទឹកក្តៅកំពុងតែដាំពុះហ្នឹងបងប្អូនយកមកយើងយកមកចាក់ចូលក្នុងម្សៅហើយយកវែកយ៉ាងហ្នឹងកូរចាក់ម្ដងបន្តិចចាហើយកូរម្សៅនឹងទឹកហ្នឹងឲ្យចូលគ្នាបានល្អចាហើយម្សៅនឹងទឹកហ្នឹងបងប្អូនប៉ាន់ស្មានតាមមើលឲ្យល្មមបងប្អូនកុំឲ្យរាវពេកហើយកុំឲ្យរឹងពេកចាយើងកូរចឹងទៅយើងយកវែកហ្នឹងកូរវាសិនណាបងប្អូនកុំតន់យកដៃទៅច្បាច់តែម្ដងព្រោះវាក្តៅណាចាបន្ទាប់ពីកូរវាចោះរាងតិចហើយទៅខ្ញុំចាប់ផ្ដើមច្បាច់ជាមួយនឹងដៃចាយើងយកដៃច្បាច់ហើយមុននឹងច្បាច់ខ្ញុំដាក់ប្រេងឆាចូល2ស្លាបព្រាបាយបងប្អូនចាដើម្បីកុំឲ្យវាស្អិតខ្លាំងពេកចាហើយយើងចាប់ផ្ដើមច្បាច់ហ្នឹងយើងច្បាច់ថាព្រោះក្តៅខ្លាំងចាការច្បាច់ប្រុងប្រយ័ត្នតិចបងប្អូនអាចរលាកដៃបានអញ្ចឹងយើងពាក់ស្រោមដៃទៅវាជួយទប់កម្ដៅបានខ្លះដែរខ្ញុំធ្វើការច្បាច់ម្សៅហ្នឹងរហូតដល់ម្សៅយើងហ្នឹងវាម៉ត់ចូលគ្នាបានល្អចានេះម្សៅហ្នឹងវាម៉ត់ចូលគ្នាបានកើតជាដុំអញ្ចឹងច្បាច់ស្អិតល្អហើយយើងចាប់ផ្ដើមលុញហើយបងប្អូនមុននឹងលុញហ្នឹងយើងយកម្សៅឆាហ្នឹងយកមកលាបលើដៃហើយនឹងលាបលើtray ដែលយើងទុកសម្រាប់ដាក់លតហ្នឹងយើងលាបវាកុំឲ្យវាស្អិតចាហើយយើងចាប់ម្សៅយើងតិចមកយើងមូរឬលុញមកបងប្អូនចូលចិត្តលុញបែបណាស្រួលបងប្អូនលុញបែបហ្នឹងមកណាចាហើយចង់បានធំប៉ុណ្ណាវែងប៉ុណ្ណាបងប្អូនធ្វើតាមហ្នឹងទៅហើយខ្ញុំធ្វើការលុញម្សៅរបស់ខ្ញុំរហូតតតែអស់ម្សៅទើបខ្ញុំយកទៅស្ងោរចាឥឡូវលោតខ្ញុំមូរវាលុញវាបានរួចរាល់អស់ហើយខ្ញុំក៏ចាប់ផ្ដើមទៅដាំទឹកដើម្បីយើងស្រោះវាយើងស្ងោរវាឲ្យឆ្អិនចាហើយទឹករបស់ខ្ញុំចាប់ផ្ដើមពុះខ្ញុំដាក់ប្រេងឆាចូល2ស្លាបព្រាដើម្បីកុំឲ្យលោតរបស់យើងហ្នឹងវាស្អិតណាបងប្អូនចាយើងដាក់ប្រេងឆាចូលហើយខ្ញុំក៏ចាប់ផ្ដើមដាក់ម្សៅលោតយើងនឹងចូលហើយយើងយកដៃវាចាប់វាលាក់វាដាក់ចូលម្ដងតិចណាបងប្អូនចាយើងដាក់រួចហើយបងប្អូនយកវែកកូរវាថ្នមមកបងប្អូនចាដើម្បីកុំឲ្យវាជាប់នៅខាងក្រោមយើងកូរវាថ្នមហើយយើងដាំវាស្ងោរវារហូតដល់តែវាឡើងអណ្ដែតឡើងលើអញ្ចឹងប៉ុន្តែបងប្អូនអត់ទាន់ស្រង់ចេញទេយើងទុកវាស្ងោររយៈពេល5ទៅ10នាទីទៀតដើម្បីឲ្យលតយើងឆ្អិនល្អចាឥឡូវហ្នឹងលតខ្ញុំក៏បានឆ្អិនហើយខ្ញុំចាប់ផ្ដើមស្រង់ហើយបងប្អូនត្រូវមានកធុងមួយយើងដាក់ទឹកមកហើយយើងដាក់ទឹកកកដើម្បីឲ្យវាត្រជាក់ចាហើយយើងស្រង់ដាក់ចូលក្នុងទឹករបស់យើងនឹងមកចាឥឡូវលតរបស់ខ្ញុំក៏បានឆ្អិនហើយខ្ញុំស្រង់ដាក់ចូលក្នុងទឹកត្រជាក់ចាបន្ទាប់មកខ្ញុំស្រង់ដាក់ក្នុងកញ្ច្រែងដើម្បីសម្រស់ទឹកចាបន្ទាប់ពីខ្ញុំដាក់សម្រស់ទឹកស្រស់ទឹកបានល្អហើយខ្ញុំយកមកដាក់ក្នុងចានដែកមួយដើម្បីលាយវាចាខ្ញុំដាក់ប្រេងឆា2ស្លាបព្រាខ្ញុំចាក់ទឹកស៊ីអ៊ីវខាប់ចូលដើម្បីឲ្យមានពណ៌ស្អាតទឹកស៊ីអ៊ីវខាប់ហ្នឹងចាក់តាមបន្តិចបានហើយបងប្អូនកុំដាក់ច្រើនពេកតែដាក់ច្រើនពេកក៏វារាងធំក្លិនទឹកស៊ីអ៊ីវខាប់ហ្នឹងដែរចាខ្ញុំចាក់ហើយខ្ញុំធ្វើការច្បល់វាឲ្យវាចូលគ្នាចឹងទៅហើយលតឆារបស់ខ្ញុំធ្វើបានល្អអត់ស្អិតហើយច្បល់ប៉ុណ្ណឹងហើយក៏អត់មានបាក់ណាបងប្អូនធ្វើបាន